ពាក្យថាព្រួយមួយបាញ់បានសัตว์ពីរធ្លាប់តែលឺតែទ្រឹស្ដីឥឡូវនេះបានជួបនៅក្នុងជីវិតពិតហើយបងប្អូននៅកន្លែងរបស់គាត់នេះលក់ឆ្នាំងចានបែបលក្ខណៈឆ្នាំងចាក់ផ្ទះចាក់អីចឹងណាប៉ុន្តែគាត់ច្នៃមកលក់ដូរបែបនំបញ្ចុកស្រស់ឲ្យរបស់គាត់នេះហើយនេះគឺជាព្រួយមួយដែលបាញ់បានសัตว์ពីរពិតប្រកបមែននៅក្នុងជីវិតពិតទីតាំងដែលខ្ញុំកំពុងតែបង្ហាញពុកម៉ែបងប្អូននេះឈ្មោះថាតាម៉ាប់តរ៉េនធម្មជាតិបងប្អូននៅខាងតាខ្មៅហើយដើមឡើយហ្នឹងគឺគាត់ជាអ្នកលក់ឆ្នាំងទេប្រភេទឆ្នាំងតារ៉ាណាបងប្អូនប្រភេទគេហៅឆ្នាំងចាក់ផ្ទះចាក់មានវែកមានអីចឹងទៅប្រដាប់ចាក់នំគ្រក់នំអីមានច្រើនជំរឿនដោយពុកម៉ែបងប្អូនឃើញអញ្ចឹងហើយដើមកំណើតនេះគឺចេញមកពីខាងខេត្តកំពង់ចាមទេបងប្អូនហើយកូនស្រីរបស់គាត់នេះគាត់អ្នកលក់នំបញ្ចុកទឹកសអញ្ចឹងហើយដោយសារឃើញការរៀបចំនៅហាងឆ្នាំងអីរបស់គាត់នេះរៀបចំទៅវាស្អាតបងប្អូនអញ្ចឹងហើយគាត់ខ្ជិលដេគ័រអីញ៉ៃច្រើននំអស់លុយអញ្ចឹងគាត់យកអាការតុបតែងចានឆ្នាំងដាក់លក់របស់គាត់នេះធ្វើជាការដេគ័ររបស់គាត់ហើយលក់នំបញ្ចុកនៅក្នុងហ្នឹងដោយពុកម៉ែបងប្អូនឃើញគាត់រៀបចំតុកនៅក្នុងនេះណាអញ្ចឹងអ្នកដែលគាត់ទៅញ៉ាំនំបញ្ចុកនៅអង្គុយនៅក្នុងហ្នឹងគឺស្អាតមែនតើពេលដែលយើងថតចេញមកហ្នឹងព្រាបានដោយគាត់ដេគ័រអញ្ចឹងតាមពិតជាកន្លែងលក់ចានឆ្នាំងរបស់គាត់ទេចង់បានឆ្នាំងចាក់ផ្ទះចាក់ឬមួយក៏ប្រដាប់ចាក់នំគ្រក់អីផ្សេងៗរបស់ប្រើប្រាស់បែបជាតារ៉ាហ្នឹងគឺបងប្អូនអាចទៅនឹងបានហើយអង្គុយញ៉ាំនំបញ្ចុករបស់គាត់មួយចានទៅហើយនំបញ្ចុករបស់គាត់នេះក៏ប្លែកដែរបងប្អូននំបញ្ចុកស្រស់គេធម្មតាគេដាក់ត្រឹមចានក្តៅៗអញ្ចឹងណាតែរបស់គាត់នេះដាក់ហ្គាសមកបែបលក្ខណៈទឹកពុះហ្មងអានេះគាត់បើកកម្ដៅឲ្យក្តៅហើយគាត់លើកឲ្យយើងមកអានេះយើងញ៉ាំក្តៅរហូតដល់ដំណក់ចុងក្រោយហើយដោយតែបងប្អូនឃើញអញ្ចឹងគឺនៅកន្លែងនេះប្រភេទតារ៉ាប្រភេទឆ្នាំងចាក់ផ្ទះចាក់អីរបស់គាត់គឺមានច្រើនជម្រើសមានច្រើនកម្រាស់និងច្រើនទំហំអញ្ចឹងហើយបងប្អូនដែលគាត់ជាម្ចាស់ហាងដែលគាត់ត្រូវការរកឆ្នាំងបែបប្រភេទអញ្ចឹងអីហ្នឹងគឺអាចមកតែខ្មៅនេះគឺមានច្រើនជម្រើសហើយយើងក៏អាចកម្មង់ឲ្យគាត់ធ្វើដែរដោយសារអីគាត់មិនមែនយកតមកលក់ទេណាបងប្អូនគឺគាត់មានកន្លែងធ្វើកន្លែងផលិតឆ្នាំងនេះនៅខេត្តកំពង់ចាមផ្ទាល់ខ្លួនអញ្ចឹងហើយយើងចង់កម្មង់បែបមិនចង់បានចំនួនប៉ុណ្ណាក៏អត់បញ្ហាដែរហើយបើថាយើងចង់រើសភ្លាមមកនេះដូចខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំទិញបានឆ្នាំងលេខ10នេះមួយដែរទុកដាំបាយទុកយើងយកទៅដុតមន់ដុតអីចឹងណាហើយប្រភេទតារ៉ាប្រភេទឆ្នាំងចាក់របស់ចាក់អីនេះពុកម៉ែបងប្អូនដឹងហើយថាគុណភាពប្រើប្រាស់ហើយនឹងរយៈពេលនៃការប្រើប្រាស់គឺបានយូរបានល្អមែនតើសូម្បីតែយើងយកទៅដាំបាយដាំអីហ្នឹងក៏ឆ្ងាញ់ជាងឆ្នាំងធម្មតាដែរអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់បើករ៉េស្តូរ៉ង់ឬមានអាជីវកម្មពាក់ព័ន្ធជាមួយនឹងឆ្នាំងអីបែបចេះផ្ទះអីនេះពុកម៉ែបងប្អូនអាចមកបានចាំខ្ញុំតម្លាក់ទីតាំងឲ្យបងប្អូននៅក្នុងខមមិនដែរហើយទីតាំងរបស់គាត់នេះនៅខាងតាខ្មៅបងប្អូនអត់ពិបាករកទេហើយយើងអាចមកញ៉ាំនំបញ្ចុកមួយចានដើររើសមើលផ្ទះមើលឆ្នាំងដូចខ្ញុំចេះក៏បានដែរអញ្ចឹងហើយអត់មានអីច្រើនទេគ្រាន់តែមានជាព័ត៌មានដើម្បីចែកម្លែកឲ្យពុកម៉ែបងប្អូនអាចមករកទិញឆ្នាំងនៅនេះបានហើយក៏ទៅសើពីការរៀបចំអីរបស់គាត់និងគំនិតច្នៃប្រឌិតរបស់គាត់ដែរដែលព្រួយមួយបាញ់បានសัตว์ពីររបស់គាត់មែនលក់ឆ្នាំងសុកបាយគំនិតមកលក់នំបញ្ចុកអញ្ចឹងហើយវាជាការតាក់ទាញមួយឲ្យអ្នកដែលគាត់ទៅញ៉ាំគាត់ញ៉ាំហើយគាត់លក់ឆ្នាំងដាច់ទៀតនេះបានថាគំនិតអ្នកទីផ្សារពិតប្រាកដរបស់គេមែនគួរឲ្យទៅសើមែនតើបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ